ការស្វែងយល់នៅព្រះគម្ពីរប៊ីបបកប្រែជាភាសាខ្មែរ 1. ព្រះគម្ពីរប៊ីបបរិសុទ្ធឆ្នាំ1954ជាព្រះគម្ពីរបកប្រែត្រឹមត្រូវតាមគោលលទ្ធិជំនឿក្នុងនិកាយប្រូតេស្តង់ 2. ព្រះគម្ពីរប៊ីបដ៏វិសុទ្ធឆ្នាំ2005ជាព្រះគម្ពីរបកប្រែត្រឹមត្រូវតាមគោលលទ្ធិជំនឿក្នុងនិកាយកាតូលិក 3. ព្រះគម្ពីរប៊ីបបរិសុទ្ធឆ្នាំ2016ជាព្រះគម្ពីរបញ្ចូលគោលលទ្ធិជំនឿនៃព្រះគម្ពីរនិកាយកាតូលិក2005បូកនឹងគោលលទ្ធិជំនឿនៃព្រះគម្ពីរនិកាយប្រូតេស្តង់1954ជាព្រះគម្ពីរប៊ីបដែលខាងព្រះវិហារកាតូលិកមិនអាចទទួលយកប្រើបានហើយខាងព្រះវិហារប្រូតេស្តង់ក៏មិនអាចទទួលយកប្រើបានដែរ